ជំរាបសួរបងប្អូនទាំងគ្នាសុខសប្បាយចិត្តអត់ចាថ្ងៃនេះគឺជួបជាមួយនឹងគ្រូពីដាទេចាដែលគ្រូពីដាមានមេរៀនមួយយើងមកចែករំលែកដែលមេរៀនយើងហ្នឹងគឺនិយាយអំពីការផ្ដាច់ដោះចាអ្នកគ្រូតើខ្ញុំផ្ដាច់ដោះហើយរយៈពេលប្រហែលខែទើបមករដូវវិញចាបងប្អូនដឹងអត់បើចង់ដឹងកុំភ្លេចតាមដានវីដេអូនឹងដល់ចប់ទាំងអស់គ្នាចាចឹងបងប្អូនដឹងហើយថាតើតើទៅនឹងការផ្ដាច់ដោះមិនមែនការស្រួលទេចាផ្ដាច់ដោះផ្ដាច់ចិត្តផ្ដាច់កូនត្រូវធ្វើការផ្ដាច់ចិត្តកាត់ចិត្តពីកូនណាចាហ្នឹងហើយព្រោះយើងដឹងហើយថានៅពេលដែលយើងឲ្យកូនមកដល់ក្តីស្រឡាញ់រវាងម្ដាយនិងកូនគឺចិត្តស្និទ្ធនឹងគ្នាចាស្បែកប៉ះស្បែកណាចាហ្នឹងហើយអញ្ចឹងពេលដែលអឺការបំបើដោះហ្នឹងកាន់តែយូរកាន់តែចិត្តស្និទ្ធកាន់តែស្អិតល្មួតចាអញ្ចឹងពេលខ្លះនៅពេលដែលយើងផ្ដាច់ដោះហ្នឹងមានន័យថាផ្ដាច់ទំនាក់ទំនងកុំឲ្យកូនមកបំដោះកុំឲ្យកូនមកមានទំនាក់ទំនងជាមួយដោះចាដែលវាគឺជាគេហៅថាទំនាក់ទំនងមួយដែលពិបាកក្នុងការផ្ដាច់មែនតើចាហ្នឹងហើយតែមិនមែនថាផ្ដាច់ហ្នឹងពិបាកដល់ថ្នាក់យើងធ្វើមិនបានទេយើងធ្វើបានគ្រាន់តែថាមានកូនខ្លះស្រួលកូនខ្លះពិបាកចាហ្នឹងហើយអញ្ចឹងកូនខ្លះងាយគ្រាន់តែលាបប្រេងកាឡាឈប់ផ្ដាច់ដោះបានយ៉ាងងាយក៏មានដែរចាកូនខ្លះគ្រាន់តែគូហ្វឺតប្រាប់ថាឈប់ផ្ដាច់ដោះបានយ៉ាងងាយក៏ស្រួលដែរក៏មានដែរចាកូនខ្លះទៀតលាបប្រេងកាឡាផងគូហ្វឺតផងលាបប្រមាត់ត្រីផងធ្វើនេះធ្វើនោះគ្រប់បែបយ៉ាងជាច្រើនមុខផងនៅតែមិនដាច់ចាអ្នកខ្លះទៀតយកទៅផ្ដាច់ជាមួយម៉ែឪទៀតក៏មិនដាច់ចាហ្នឹងហើយអញ្ចឹងវាមានគេហៅថាការពិបាកមែនទែនក្នុងការផ្ដាច់ដោះនេះចាតែអ្វីដែលសំខាន់គឺយើងត្រូវតែគេហៅថាព្យាយាមហើយយើងធ្វើយ៉ាងម៉េចយល់អំពីចិត្តកូនចាហ្នឹងហើយយើងព្យាយាមធ្វើយ៉ាងម៉េចយើងយល់ថាកូនយើងហ្នឹងវាមិនចូលចិត្តអីកូនយើងធ្វើម៉េចទើបអាចផ្ដាច់បានអញ្ចឹងទៅកូនខ្លះនៅចិត្តក៏អាចផ្ដាច់បានដែរតែកូនខ្លះអត់ទេចិត្តផ្ដាច់អត់បានវាឆ្ងាយយកទៅទុកជាមួយនឹងយាយតាអីមួយអាទិត្យពីរអាទិត្យអីបានធ្វើការផ្ដាច់បានចាហ្នឹងហើយអញ្ចឹងជារួមការផ្ដាច់ដោះគឺយើងនៅតែអាចធ្វើបានគ្រាន់តែយើងត្រូវការពេលវេលាចាត្រូវការយល់ចិត្តត្រូវធ្វើការសម្របសម្រួលជាមួយនឹងកូនចាលួងលោមនិយាយណែនាំគាត់យ៉ាងម៉េចឲ្យគាត់ស៊ាំឲ្យគាត់ព្រមចាទើបយើងធ្វើការផ្ដាច់ដោះបានចាអញ្ចឹងបច្ចេកទេសគឺទៅតាមម៉ាក់យើងនីមួយៗសួរចាស់បន្ថែមទៀតទៅចាព្រោះវិធីមានច្រើនណាស់ចាដល់កូនរៀបរាប់អត់អស់ទេចាព្រោះថាបច្ចេកទេសក្នុងការផ្ដាច់ដោះនីមួយៗមិនដូចគ្នាទេហើយការពេញចិត្តការចូលចិត្តរបស់កូនយើងម្នាក់ៗក៏មិនដូចគ្នាដែរអញ្ចឹងយើងត្រូវស្វែងយល់កូនរបស់យើងហើយយើងព្យាយាមធ្វើយ៉ាងម៉េចផ្ដាច់ឲ្យគាត់ឲ្យបានទៅតាមកលៈទេសៈទៅតាមការយល់ឃើញរបស់យើងទៅព្រោះបច្ចេកទេសគឺផ្សេងគ្នាចាហ្នឹងហើយហើយសួរថាចុះនៅគ្រូបើខ្ញុំផ្ដាច់បានជោគជ័យហើយចាហ្នឹងហើយតើការមករដូវហ្នឹងធ្វើមិនមួយថ្ងៃមួយរយៈពេលប៉ុន្មានទៅវាមករដូវវិញចាអញ្ចឹងចង់ជម្រាបថាតើតើទៅនឹងការមករដូវនៃការបន្ទាប់ពីផ្ដាច់ដោះមករដូវនេះគឺមិនដូចគ្នាទេចាមិនដូចគ្នាទេហេតុអីអ្នកគ្រូបានមិនដូចគ្នាសុខភាពយើងផ្សេងគ្នារាងកាយរបស់យើងផ្សេងគ្នាអរម៉ូននៅក្នុងរាងកាយរបស់យើងក៏ផ្សេងគ្នាដែរចាក៏ពេញដោះទំហំដោះការផលិតទឹកដោះក៏មិនដូចគ្នាដែរចាអ្នកខ្លះដោះឡើងធំគេមានកូនណាអ្នកខ្លះដោះឡើងទូចគឺយើងឃើញអ្នកខ្លះដោះទូចតែកូនគេឡើងទលុកទលន់អ្នកខ្លះទៀតដោះធំតែកូនឡើងស្កើមស្វិតជាវចាអ្នកខ្លះដោះធំតែអត់សូវចិនទឹកដោះអ្នកខ្លះដោះទូចប៉ុន្តែដោះគាត់ចិនទឹកដោះច្រើនចាំកូនបានល្អចាឃើញអត់ដូចគ្នាទេចាអញ្ចឹងសួរថារយៈពេលប្រហែលទៅអាចមករដូវវិញមិនដូចគ្នាទេចាហ្នឹងហើយអ្នកខ្លះគាត់ផ្ដាច់ដោះហើយមួយខែក្រោយគាត់មករដូវវិញអ្នកខ្លះ2ខែ3ខែអ្នកខ្លះទៀតផ្ដាច់ដោះហើយរហូតដល់មួយឆ្នាំបានមករដូវក៏មានដែរយើងដែរឮកូនអល់ចាដែរឮចាស់ថាចេះផ្ដាច់កូនហើយមានណាអត់មករដូវទេចាដល់ពេលអញ្ចឹងមានណាមកខូបបានមករដូវដល់ពេលមកខូបបានមករដូវអត់ដឹងថាខ្លួនឯងមានកូនទេមានកូនអល់ថាផើមអល់ចាដោយសារតែអញ្ចឹងគាត់ផ្ដាច់ដោះកូនហើយវាអត់មករដូវអញ្ចឹងហើយធ្វើឲ្យគាត់អត់ដឹងថាគាត់នឹងមានកូនទេចាហ្នឹងហើយដោយសារតែបញ្ហាអរម៉ូនហ្នឹងវាមិនដូចគ្នាហ្នឹងចាអ្នកខ្លះគឺគាត់ស្រួលមែនតើផ្ដាច់ហើយមួយខែខ្លះគឺគាត់មករដូវធម្មតាចាអ្នកខ្លះទៀត2ខែ3ខែអ្នកខ្លះទៀតមានដល់កន្លះឆ្នាំមួយឆ្នាំអីក៏មានដែរណាទៅតាមសុខភាពយើងម្នាក់មិនដូចគ្នាទេអញ្ចឹងជារួមចាបើសិនជាយើងចង់ឲ្យមករដូវយើងចង់ការពារមិនឲ្យមានកូននៅពេលដែលយើងធ្វើការបាក់ដោះកូនចាកូនបានអាយុ1ខួបកន្លះគឺយើងអាចទៅធ្វើការមធ្យោបាយវិទ្យាកំណើតអញ្ចឹងយើងអត់ភ័យទេថាយើងផ្ដាច់ដោះហើយរយៈពេលប្រហែលមករដូវមិនមករដូវព្រោះយើងបានការពារណោះចាហ្នឹងហើយហើយបើករណីយើងចង់ឲ្យវាមករដូវគឺអ្វីដែលសំខាន់គឺយើងត្រូវការ
ថែទាំសុខភាពរបស់យើងចាព្រោះតើតើទៅនឹងហូម៉ូនរាងកាយរបស់យើងគឺយើងអាចកំណត់ពេលវេលាជាក់លាក់ទេប៉ុន្តែអ្វីដែលសំខាន់គឺសុខភាពរបស់យើងញ៉ាំបានហូបបានគេងបានសុខភាពល្អផ្លូវកាយផ្លូវចិត្តយើងល្អគឺរដូវយើងអាចនឹងមកវិញជាទៀងទាត់វិញអញ្ចឹងការមករដូវរអាក់រអួលឬក៏យឺតយ៉ាវគឺដោយសារតែបញ្ហាសុខភាពរបស់យើងនេះឯងនិងហូម៉ូនរាងកាយរបស់យើងអញ្ចឹងណាចឹងនៅពេលដែលយើងសម្របសម្រួលវាបានល្អបានស្រួលគឺវានឹងមករដូវវិញហើយតែគ្រាន់ថាជាធម្មតាភាគច្រើនគឺបន្ទាប់ពីផ្ដាច់ដោះទៅគឺអាចរយៈពេល3ខែភាគច្រើនណាភាគច្រើនចាតែមិនមែនប៉ុណ្ណឹងទាំងអស់ទេអ្នកខ្លះអាចមុន3ខែអ្នកខ្លះអាច3ខែឬក៏3ខែជាងតិចតួចនឹងបន្ទាប់ពីផ្ដាច់ដោះគឺគេនឹងមករដូវហើយចាហ្នឹងហើយប៉ុន្តែមិនមែនទាំងអស់គ្នាទេអ្នកគ្រូគ្រាន់តែនិយាយជារួមជាតាមបទពិសោធន៍ដែលគ្រូសង្កេតឃើញណោះចាហ្នឹងហើយប៉ុន្តែមិនមែនទាំងអស់គ្នាទេចាហ្នឹងហើយព្រោះថាមានអ្នកខ្លះគាត់ផ្ដាច់ដោះខែហ្នឹងខែក្រោយគាត់មករដូវក៏មានដែរចាហ្នឹងហើយចង់និយាយចឹងណាចាហ្នឹងហើយប៉ុន្តែបើយ៉ាងយូរយើងនិយាយយ៉ាងយូរភាគច្រើនត្រឹម3ខែហ្នឹងអញ្ចឹងបើករណីយើងលើសពី3ខែហើយយើងអត់ឃើញថាយើងមករដូវទេយើងគួរតែធ្វើការតេស្តទឹកនោមឬក៏ទៅអេកូមើលដើម្បីដឹងថាយើងនឹងយ៉ាងម៉េចដែរយើងមានកូនអត់ឬក៏អត់ទេបើករណីឧទាហរណ៍ថាយើងមានកូនយើងអាចការពារយើងអាចថែរក្សាសុខភាពកូននឹងបានល្អបានទាន់ពេលវេលាចាហើយបើករណីយើងអត់មានកូនទេយើងអាចការពារចាព្រោះថាតែយើងអត់បានការពារយើងអាចនឹងមានកូនជាមិនខានទេចាអញ្ចឹងបើយើងចង់អត់ចង់បានទេត្រូវការពារព្រោះតែអត់ការពារគឺមានកូនអល់មានអីគឺពិបាកទេដែរចាបើចំពោះអ្នកចង់បានមិនសូវអីទេតែបើអ្នកអត់ចង់បានត្រូវការរកគ្រូត្រូវការអីវាប៉ះពាល់ដល់សុខភាពយើងទៀតណោះចាអញ្ចឹងយល់ដល់គ្នាចាអញ្ចឹងចំពោះម៉ាក់ដែលធ្វើការផ្ដាច់ដោះគឺសូមស្វែងយល់ទាំងអស់គ្នាចាហើយបើសិនជាមានបញ្ហាចំណងអីអាចធ្វើការសាកសួរបន្ថែមបានណោះចាអញ្ចឹងផ្ដាច់ដោះហើយកុំភ្លេចណាតាមថែរក្សាសុខភាពផងប្រយ័ត្នមានកូនដោយមិនចង់បានចាអញ្ចឹងជាធម្មតាបន្ទាប់ពីផ្ដាច់ដោះហើយគឺរយៈពេល1ខែទៅ3ខែហ្នឹងគឺត្រូវតែមករដូវឯងចា1ខែទៅ3ខែចាប៉ុន្តែភាគច្រើនណាចាហ្នឹងហើយជារួមគឺអ្នកគ្រូសូមដាក់ជាមធ្យមភាពគឺ3ខែចា3ខែមានន័យថាអាចមុនឬក៏ក្រោយតិចតួចទៅតាមសុខភាពរបស់យើងណាចាមានអ្នកខ្លះ1ខែក៏មកក៏មាន2ខែ3ខែក៏មានចាហ្នឹងហើយតែបើយូរលើសនឹងទៀតគឺកម្រណាស់អញ្ចឹងបើករណីយើងដាច់ដោះហើយរហូតដល់3ខែហើយនៅតែមិនឃើញមកគួរតែទៅធ្វើការតេស្តទឹកនោមក៏ដូចជា check echo ដើម្បីការពារសុខភាពយើងឲ្យទាន់ពេលទាន់វេលាណោះចាកុំប្រយោគពេលយូរពេកចាប្រយ័ត្នមានកូនដោយមិនចាំបានចាសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូបន្ទាប់ហើយបើសិនជាពេញចិត្តការបង្រៀនរបស់អ្នកគ្រូកុំភ្លេចជួយ like ជួយ share ជួយ follow page មន្ទីរពេទ្យអ្នកស្រីនិងស្នាមញញឹមស្រីដូចជាជួយ subscribe channel YouTube អ្នកគ្រូពេទ្យអ៊ីនពីដើមអ្នកមួយផងចាហើយបើសិនជាអ្នកចង់ទទួលសេវាទៅតាមការរំលោភដោយសុខភាពមិនថាការប្រើប្រាស់ថ្នាំក៏ដូចជាការធ្វើការបងសម្អាតឬក៏យកកូនចេញទេរហូតដល់7-8ខែអីទេគឺមានសេវាជូនចាបងប្អូនអាចទៅបានតាម page មន្ទីរពេទ្យនេះក្តីស្រឡាញ់និងស្នាមញញឹមស្ត្រីឬក៏តាម Telegram របស់ផ្ទាល់096 42 82 575បានចាស់ដូចក្តីស្រឡាញ់ដូចក្តីរីករាយពីពីដើមចាសូមអរគុណសូមជម្រាបលាបាយបាយ Love you